សួស្តីបងប្អូនអរគ្នានឹងថ្ងៃខ្ញុំចង់ចែករំលែកតិចតួចបងប្អូនអរគ្នាប្រកាសជាបានដឹងហើយថាឥឡូវហ្នឹងគឺអ្វីៗគឺវាអត់ទៀងទាត់ទេអ្វីដែលសំខាន់នោះគឺយើងត្រូវតែធ្វើចិត្តឲ្យខ្លួនឯងនឹងសប្បាយរីករាយចាធ្វើអំពើល្អជាពិសេសនោះកុំទៅចំណែនកុំទៅឈ្នានីសកុំទៅលក្ខណៈបៀតបៀនអ្នកដទៃខ្លាំងពេកបងប្អូនអរគ្នាដោយសារអីអ្វីៗដូចខ្ញុំនិយាយចឹងគឺវាអត់ទៀងទាត់ទេវាអាចនឹងប្រែប្រួលថ្មីត្បិតតែវាមិនដឹងថាវាអាចនឹងកាត់ឡើងនៅពេលណាក៏ដោយហើយខ្ញុំបានឃើញព័ត៌មានដែលរំជួយដីនៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃគឺវាបានបរៀនឲ្យខ្ញុំយល់ដឹងច្រើនមែនទែនតាក់ទងនឹងមនុស្សជីវិតរបស់យើងគឺពិតជាភ័យស្រួយមែនទែនបងប្អូនអរគ្នាអត់ដឹងថាយើងអាចស្លាប់នៅពេលណាទេបងប្អូនទាំងអស់គ្នាពេលខ្លះជួបមុខគ្នាសុកថ្ងៃស្អែកក៏ស្លាប់ក៏មានដែរអញ្ចឹងហើយអ្វីដែលយើងគួរតែធ្វើនោះគឺសារអំពើល្អបើសិនបើយើងមានមិត្តដែលយកចិត្តថាយើងគួរតែអកុសោបមិត្តភ័ក្តិមិនថាសាច់ញាតិមិនថាគ្រួសារបងប្អូនមិនថាអ្នកដទៃទេឲ្យតែជាមនុស្សដែលល្អយើងគួរតែចែករំលែកជាមួយនឹងសេចក្តីស្រឡាញ់ចាទៅកាន់ពួកគាត់មិនថាសេចក្តីស្រឡាញ់នោះយើងមិនគិតថាជាស្នេហាទេគឺជាសេចក្តីស្រឡាញ់ជាការរាប់អានណាបងប្អូនទាំងគ្នាហើយមើលវិញទៀតជីវិតម្នាក់ពេលដែលស្លាប់ទៅគឺអាចយកអ្វីទៅបានទេចឹងហើយបងប្អូនទាំងគ្នាកុំលោភលន់កុំធ្វើបាបខ្លួនឯងពេកកុំដល់ថ្នាក់ថាខំប្រឹងរលួយរហូតភ្លេចផ្ដោតសេចក្តីសុខឲ្យខ្លួនឯងណាកាលណាដែលយើងភ្លេចផ្ដោតសេចក្តីសុខឲ្យខ្លួនឯងហើយបងប្អូនអរគ្នាយើងគ្មានក្តីសុខទេយើងខំប្រឹងរលួយមកអ្នកខ្លះគេពួកគាត់ស្រឡាញ់លុយខ្ញុំទទួលស្គាល់ថាលុយគឺជានឹងឲ្យជាกระดาษមួយស្លឹកដែលអាចធ្វើអ្វីបានអាចទិញរបស់ប្រើប្រាស់ជាប្រចាំថ្ងៃបានពេលដែលយើងឈឺត្រូវការលុយដើម្បីទៅព្យាបាលចាទិញរបស់ញ៉ាំជាច្រើនហើយនឹងទិញអ្វីដែលយើងត្រូវការដូចជាមានផ្ទះឡាននិងរបស់ផ្សេងណាក៏ប៉ុន្តែបើសិនមកយើងខិតខំប្រឹងធ្វើការយើងខំប្រឹងរីកថាមខ្លាំងពេកលើសប្រមាណយើងអត់មានកម្លាំងកំហែងក្នុងការធ្វើការទេបងប្អូនអរគ្នាហើយពិបាកមែនទែនបើសិនមកបងប្អូនអរគ្នាចាមានជំងឺអញ្ចឹងលុយដែលយើងខំប្រឹងរកប្រហែលឆ្នាំដូចជា 4-5 ឆ្នាំហ្នឹងសឹងថាយកមកព្យាបាលជំងឺយើងអត់គ្រប់ទេបងប្អូនអរគ្នាហើយខ្ញុំនិយាយពីចិត្តរបស់ខ្ញុំវិញជាពិសេសខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តលក្ខណៈថាធ្វើអំពើល្អផ្ដល់សេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃចូលចិត្តជួយយកអាសារអ្នកដទៃមែនទែនប៉ុន្តែការជួយយកអាសារនោះក៏ខ្ញុំមើលទៅលើមនុស្សដែរថាមនុស្សម្នាក់ហ្នឹងសុំនឹងឲ្យខ្ញុំលះបង់សុំនឹងឲ្យខ្ញុំធ្វើអំពើល្អដែរល្អហើយខ្ញុំក៏អត់ធ្វើអំពើអាក្រក់ទៅដាក់បុគ្គលម្នាក់ហ្នឹងដែរគាត់ថាបើសិនបើគេធ្វើល្អចំពោះយើងនឹងសពស្នងផលល្អហ្នឹងទៅកាន់គេវិញតែបើសិនបើគេធ្វើអាក្រក់ដាក់យើងខ្ញុំអត់ធ្វើអាក្រក់ដាក់ទៅវិញទេបងប្អូនអរគ្នានេះគឺជាចិត្តគំនិតរបស់ខ្ញុំហើយខ្ញុំក៏អត់គុំគួនខ្ញុំអត់លក្ខណៈថាអត់ទុកនៅក្នុងចិត្តដែរបងប្អូនអរគ្នាគាត់ថាចាំថាបើសិនបើមនុស្សម្នាក់អត់ចូលចិត្តយើងហើយទោះបីជាយើងខំប្រឹងធ្វើអំពើល្អយ៉ាងណាក៏គេអត់ខេងពីតម្លៃយើងដែរបងប្អូនអរគ្នា